ស្ដីបងប្អូនពេលនេះនាងខ្ញុំបានមកដល់ខេត្តរតនគិរីហើយគឺរមណីយដ្ឋានបឹងកន្សែងហើ ហើយ យ ពេលទៅដល់ទីនោះដំបូងនោះកន្លែងដែលនាងខ្ញុំទៅមុនគេនោះគឺហាងកាហ្វេហើយពេលនោះនាងខ្ញុំក៏បាន order អាយ cappuccino គឺឃើញថារសជាតិឈ្ងុយឆ្ងាញ់មែនតើបងប្អូន នៅទីនេះគឺជាសួនកំសាន្តនៅខេត្តរតនគិរីផងដែរហើយទីនេះនាងខ្ញុំនឹងនាំបងប្អូនទៅកន្លែងបន្តទៀតហើយនេះគឺជាទេសភាពសួនផ្កានៅទីនេះផងដែរគឺឃើញថាមានភាពស្រស់ស្អាតហើយសម្បូរទៅដោយរុក្ខជាតិបៃតងហើយផ្កាច្រើនប្រភេទមែនតើហើយនៅទីនេះគឺជាកន្លែងដែលបងប្អូនគឺគាត់ចង់ទៅជិះខ្សែរ៉កណាចឹងតិចទៀតនាងខ្ញុំនឹងនាំបងប្អូនទៅទីនោះទាំងអស់គ្នាសួស្តីបងប្អូនពេលនេះនាងខ្ញុំបានមកដល់កន្លែងគេជិះខ្សែរ៉កហើយតិចទៀតអាចមើលសកម្មភាពអ្នកដែលគាត់ជិះខ្សែរ៉កទាំងអស់គ្នាបានហើយវីដេអូនេះមានត្រឹមតែប៉ុណ្ណឹងជួបជាមួយនាងខ្ញុំនៅវីដេអូបន្ទាប់នៅកន្លែងកំសាន្តបន្ទាប់ណាបងប្អូនសូមអរគុណ